លុយគឺជាឧបសគ្គសម្រាប់មនុស្សទេតែអ្នកមានគេមិនដែលមានឧបសគ្គនោះទេខ្ចីលុយនិងខ្ចីលុយមិនមែនខ្ចីហើយមិនសងនោះទេពេលបាច់ប្រាក់ខែហើយយើងត្រូវសងគេអ្នកណាក៏ធ្លាប់ខ្ចីលុយគេដែរមានខ្ចីច្រើនខ្ចីតិចគេសួរខ្ញុំថាតើប្រាក់ខែជាអ្វីខ្ញុំប្រាប់គេថាប្រាក់ខែជាឧបករណ៍សម្រាប់សងគេយើងមិនថោកទេពេលទឹកខ្ចីលុយគេត្រូវធ្វើទឹកមុខឲ្យកំសត់លន់តួបង្ហូរទឹកភ្នែកដើម្បីធ្វើឲ្យគេជឿជាក់ថាយើងពិតជាអត់លុយពិតមែនពេលនោះនឹងតែគេឲ្យខ្ចីហើយតែអ្នកត្រូវដឹងថាពេលគេមកទារលុយអ្នកវិញអ្នកគួរតែធ្វើឲ្យគេស្រក់ទឹកភ្នែកលន់តួយើងវិញឲ្យដូចជាពេលដែលយើងទៅខ្ចីលុយគេនេះមិនមែនជាទង្វើអាក្រក់នោះទេវាជារឿងមួយដែលយើងត្រូវធ្វើឲ្យស្មើភាពគ្នាការខ្ចីលុយវាជាវប្បធម៌ទៅហើយសម្រាប់អ្នកដាច់លុយនាពេលចុងខែមិនថាទេវតាមិនថាអ្នកមានប៉ុណ្ណាគឺសុទ្ធតែខ្ចីលុយគេតែទាំងអស់គ្នានឹងអ្នកត្រូវគិតថាការខ្ចីលុយគឺជាសិល្បៈនៃការសុំរំលែក